រកប្រាក់ប្រៀបដូចយកមកចូលជោគដីឲ្យបានដោយបំផ្លាញប្រៀបដូចរុញទូកបណ្ដោយទឹកសុភាសិតនេះដូចគេនិយាយថាដាំដើមឈើត្រូវចំណាយពេល10ឆ្នាំនោះឯងព្រោះការដាំដើមឈើត្រូវជំរះស្មៅភ្ជួរដីដាំគ្រាប់ពូជនិងមើលថែអស់រយៈពេលជាយូរទើបធំចេញជាផ្លែផ្កាប៉ុន្តែពេលត្រូវជុះភ្លៀងបោកបក់ខ្លាំងនោះដើមឈើអាចនឹងដួលរលំមួយប្រព្រឹត្តផ្នែកបានការចង់ធ្វើអ្វីមួយគឺវាលំបាកណាស់នៅពេលដែលចាប់ផ្ដើមនេះឯងពាក្យសុភាសិតមួយដែលតែងនិយាយថាមនុស្សជំនាន់មុនបានសាងជំនាន់ក្រោយសំណាងបានច្រកមកលុកក៏មានន័យប្រហាក់ប្រហែលគ្នាដែរភាពមានបែនមិនមែននៅសុកធ្លាក់ចុះពីលើមេឃនោះទេដូច្នេះពួកសេដ្ឋីឬមហាសេដ្ឋីដ៏កម្ពូលទាំងអស់សុទ្ធតែមានប្រវត្តិក្រាញ់ននាលនិងតស៊ូពុះពៀឧបសគ្គយ៉ាងលំបាកវេទនាទាំងអស់មនុស្សយើងពេលរកប្រាក់ប្រៀបដូចជាយកមកចូលទៅជោគដីដូច្នេះត្រូវខិតខំប្រឹងប្រែងសន្សំសំចៃទើបអាចមានប្រាក់នៅសេសសល់ពេលដែលសន្សំប្រាក់បានច្រើនល្មមហើយត្រូវយកប្រាក់ទៅវិនិយោគបន្តនោះប្រាក់នឹងកើនឡើងយ៉ាងឆាប់រហ័សទ្វេដងមនុស្សយើងរកប្រាក់បានយឺតណាស់បើយកប្រាក់ទៅវិនិយោគបន្តនឹងបានយ៉ាងឆាប់រហ័សប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មិនឈ្នះកូនដែលបំផ្លាញប្រាក់ឪពុកម្ដាយដែរមាសប្រាក់ដែលបានសន្សំមក3ជំនាន់ត្រូវកូនបំផ្លាញអស់ត្រឹមតែមួយជំនាន់ប៉ុណ្ណោះដូច្នេះទើបមានគេនិយាយថាពេលដែលបំផ្លាញប្រាក់ប្រៀបដូចជារុញទូកបណ្ដោយទឹកទូកទៅមុខយ៉ាងរហ័សដូចហោះមួយផ្លែតប៉ុណ្ណោះអាចឆ្លងកាត់ភ្នំបានរាប់ម៉ឺនភ្នំដែលមានគំរូគ្រួសារសេដ្ឋីនិងមហាសេដ្ឋីជាច្រើនដែលមានកូនចៅបំផ្លាញទ្រព្យសម្បត្តិរហូតដល់រលាយអស់ឲ្យឃើញជាច្រើនឧទាហរណ៍ដូចជាទំនប់ទឹកត្រូវសន្សំទឹកម្ដងបន្តិចទើបអាចក្លាយជាអាងស្តុកទឹកដ៏ធំមហិមាបានប៉ុន្តែពេលដែលទំនប់បាក់ទឹកនឹងហូរយ៉ាងរហ័សតែមួយផ្លែប៉ុណ្ណោះទឹកនឹងហូរអស់សុភាសិតដែលថារកប្រាក់ប្រៀបដូចជាយកមកចូលជោគដីបំផ្លាញប្រាក់ប្រៀបដូចជាទឹករុញទូកនេះស័ក្តិសមសម្រាប់អ្នកដែលទទួលទ្រព្យសម្បត្តិពីបុព្វបុរសឬអ្នកដទៃសម្រាប់ជាពាក្យដាស់តឿនចិត្ត